ព័ត៌មានទាន់ហេតុការណ៍យន្តហោះ Air India ហោះចេញពីថៃត្រូវចុះចតវិញបន្ទាន់ក្រោយមានការគំរាមពីការបំផ្ទុះគ្រាប់បែកនៅថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះយន្តហោះ Air India មួយគ្រឿងត្រូវបង្ខំធ្វើការចុះចតវិញភ្លាមៗក្រោយមានការគំរាមកំហែងពីការបំផ្ទុះគ្រាប់បែកហេតុការណ៍នេះដែរបានកើតមានឡើងមិនដល់24ម៉ោងផងក្រោយសោកនាដកម្មធ្លាក់យន្តហោះនៅព្រលានក្រុង Ahmedabad ជើងហោះហើរ AI 379ដែលហោះចេញពីភូកែតប្រទេសថៃឆ្ពោះទៅក្រុង New Delhi ប្រទេសឥណ្ឌាត្រូវធ្វើការចុះចតវិញជាបន្តក្រោយមានការព្រមានពីការបំផ្ទុះគ្រាប់បែកនេះបើតាមការបញ្ជាក់ពីខាងអាជ្ញាធរនៅព្រលានអ្នកដំណើរទាំងអស់156នាក់ត្រូវបានជម្លៀសចេញចំពោះព័ត៌មានលម្អិតជុំវិញករណីគ្រាប់បែកនេះដែរខាងអាជ្ញាធរមិនទាន់បញ្ជាក់ទេប៉ុន្តែមកទល់ពេលនេះមិនទាន់មានការរកឃើញគ្រាប់បែកណាមួយឡើយប្រភព Daily Mail